บางคนព្រឹកនេះថៃមិននៅតែបន្តផ្លោងចូលអូភ្លុកដំរីហើយមួយទៀតនោះគឺនៅឯភូមិព្រៃច័ន្ទគឺថៃវាបានប្រើ S16 របស់វាទម្លាក់គ្រាប់ទៀតហើយបងប្អូនគ្នានៅពេលនេះថៃគឺបានប្រើប្រាស់អាវុធសឹងតែគ្រប់ប្រភេទទៅហើយឥឡូវនេះថែមទាំងប្រើរ៉ុកែតទៀតហ្នឹងហើយរ៉ុកែតហ្នឹងគឺលើដំណឹងថាវាអាចរត់តាមវាអាចជាប់ខ្លួនវាជាមួយនឹង GPS បានដែលគេហៅថាការបាញ់កំណត់គោលដៅណាហ្នឹងហើយអញ្ចឹងម្ដងមកនេះថៃវាប្រើទាំងអស់គ្រប់ប្រភេទហើយទាំងអាគ្រាប់បែកចង្កោមទាំងអានឹងទាំងអាគ្រាប់ក្រោះប្រើកង់ជួរអារត់ក្រោះកង់ដែកអារត់ក្រោះកំភ្លើងធំផ្សែងពុលគ្រប់ប្រភេទថៃវាអាចធ្វើបានទាំងអស់នឹងវាឈួតវាចឹងវាឈួតក៏ចឹងបងប្អូនគ្នាហើយការវាលុបរបស់វាហ្នឹងគឺមិនរើសគោលដៅទេការបាញ់ប្រហាររបស់វាមិនរើសគោលដៅទាំងវាបាញ់ចូលផ្ទះប្រជាជនហើយវាចាត់ទុកថាកន្លែងហ្នឹងគឺជាតំបន់យោធាថាឃ្លាំងស្តុកអាវុធអីចឹងទៅហើយកំតិចម៉ូតូមួយចោលទៅទេតែម្ដងវាគិតថាម៉ូតូហ្នឹងគឺជាម៉ូតូដឹកសភាវុធអីមើលទៅអាហ្នឹងថៃវាគិតចឹងបានវាបាញ់កំតិចផ្ទះហ្នឹងចោលហើយឆេះទាំងម៉ូតូទៀតហ្នឹងហើយមួយទៀតនោះគឺសម្ដេចតេជោលោកបានចេញមកជំរះមន្ទិលដែលសារព័ត៌មានថៃហ្នឹងវាបានចុះថាការប្រយុទ្ធប្រហែលថ្ងៃហ្នឹងគឺមានជនជាតិរុស្ស៊ីជួយគ្រប់គ្រងដែលគេហៅថាសាហានស៊ីឈ្នួលហ្នឹងណាហ្នឹងហើយប៉ុន្តែនៅពេលនេះសម្ដេចចេញមកអះអាងឲ្យថាប្រយុទ្ធនេះគឺមិនមានជនជាតិរុស្ស៊ីទេហើយក៏គ្មានហេតុផលអីកម្ពុជារបស់យើងត្រូវគេហៅថាជួលទាហានស៊ីឈ្នួលដែរបើយើងនិយាយតាមសមត្ថភាពយោធាគឺមិនត្រឹមតែយោធាថៃប៉ុណ្ណឹងមិនចាំបាច់ជួលទាហានស៊ីឈ្នួលមកទេឬក៏មិនចាំបាច់ត្រូវប្រើជនបរទេសណាទេតែកម្ពុជាហ្នឹងក៏ថៃទប់មិនជាប់ផងមកដល់សប្តាហ៍ថ្ងៃនេះកម្ពុជាប្រើតែ 3M21 ទេហើយលឺថាមានប្រើអាកំភ្លើងបាញ់រថក្រោះមួយទៀតហ្នឹងហើយតែប៉ុណ្្នឹងទេមិនទាន់បានចេញអ្វីដែលគេហៅថាជាមហាអំណាចអាវុធអីទេមិនទាន់ទេហ្នឹងហើយប៉ុន្តែសួរថាកម្ពុជាមានអត់ខ្ញុំក៏មិនដឹងដែរប៉ុន្តែភាគរយច្រើនខ្ញុំគិតថាមានហើយវាប្រើអារ៉ុកែតស្អីអា DTI អា DTI 2របស់វាហ្នឹងគឺគេចង់និយាយថាវាថៃវាយកទីតាំងយើងចង់និយាយថាថៃទាំងវាយកទីតាំងទឹកដីកម្ពុជារបស់យើងហ្នឹងសាកអាវុធវាសឹងគ្រប់ប្រភេទទៅហើយអញ្ចឹងហើយបានជារាល់ការចេញសេចក្តីថ្លែងការណ៍របស់ប្រទេសនានាដែលគេចូលរួមចេញសេចក្តីថ្លែងការណ៍ឲ្យកម្ពុជាហើយនឹងថៃចុះបាច់គ្នាហ្នឹងថៃតែងតែទាត់ចោលតែម្ដងអានាយករដ្ឋមន្ត្រីមានតែខ្លួនអត់ក្បាលមានតែក្បាលអត់ខ្លួនមកវាហ្នឹងហើយវាមិនដែលខ្វល់វាតែជាងការ៉ាអូខេណានៅវាតែជាងបាសឯណានៅឯបរិយានោះវាខានយួរវាឡៃធ្វើយួររដ្ឋមន្ត្រីវាខានយួរអញ្ចឹងវាទៅនងមួយជើងហ្នឹងណាហ្នឹងហើយរាល់ការចេញសេចក្តីថ្លែងការណ៍របស់ប្រទេសនានាដែលគេចេញមកគេចង់ឲ្យកម្ពុជាថៃឈប់ឲ្យលឿនគឺរុបឲ្យបានបត់ឈប់បាញ់ថៃគឺទាត់ចោលសំណើនឹងទាំងអស់តែម្ដងប៉ុន្តែកម្ពុជារបស់យើងគឺស្វាគមន៍ជានិច្ចស្វាគមន៍នឹងបត់ឈប់បាញ់ហើយក៏គ្រប់គ្រងឲ្យគ្រប់គ្រងនៅបត់ឈប់បាញ់ដែលមានស្រាប់ដែរប៉ុន្តែឧទាហរណ៍ថាបើចិនចង់ធ្វើគេហៅថាចង់ធ្វើបត់ឈប់បាញ់មួយទៀតក៏បានដែរកម្ពុជារបស់យើងស្វាគមន៍ជានិច្ចអានេះយើងចង់និយាយអញ្ចឹងហើយមកដល់ម៉ោងនេះគឺជនភៀសសឹករបស់យើងក៏កាន់តែច្រើនប៉ុន្តែសំខាន់នោះគឺវរៈកងទ័ពរបស់យើងឈរជើងយ៉ាងរឹងមាំនៅភូមិសាស្ត្រគ្រប់សមរភូមិទាំងអស់តែម្ដងហើយជាពិសេសនៅខាងតាកបីគឺប្រជាជនថៃហ្នឹងគឺស្លាប់គោជើងច្រើនមែនទែនតាមរូបភាពតែខ្ញុំអត់ហ៊ានដាក់ទេស្លាប់គោជើងច្រើនមែនទែននៅឯតំបន់ប្រាសាទតាកបីទិសតាកបីហើយនឹងបើយើងនិយាយមួយទៀតថាខាងព្រៃច័ន្ទក៏ចឹងដែរគឺច្រើនមែនទែនហ្នឹងហើយនេះគឺជាយុទ្ធសាស្ត្រយុទ្ធវិធីរបស់កងទ័ពដែលប្រទេសកម្ពុជារបស់យើងមានមេទ័ពដែលធ្លាប់ឆ្លងកាត់សង្គ្រាមមិនមែនដូចថៃទេថៃគឺមានតែមេទ័ពដែលឆ្លងកាត់ការសិក្សាការរៀនសូត្រទេអត់ទាន់បានទៅឆ្លងកាត់សង្គ្រាមអីទេអញ្ចឹងហើយវាយក
ទីលានវាយកទឹកដីកម្ពុជាដូចជាកន្លែងសាកគ្រាប់សាកសមត្ថភាពខ្លួនឯងអញ្ចឹងហ្នឹងហើយប៉ុន្តែបើសាកហើយកម្ពុជាក៏កំដរដែរហ្នឹងហើយកំដរជានិច្ចប៉ុន្តែសួរថាកម្ពុជាចង់អត់កម្ពុជាគឺមិនចង់ទេរាល់ថ្ងៃនេះកម្ពុជាចង់ឲ្យតែមានបទឈប់បាញ់មួយទៀតក៏បានដែរឬក៏គោរពអាចារ្យហ្នឹងក៏បានដែរកម្ពុជាបើយើងគ្មានហេតុផលអីទៅបាញ់ថៃទេបើថៃមិនបាញ់មកមុនហ្នឹងអាហ្នឹងរឿងហ្នឹងវាអញ្ចឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនគ្នាយើងនឹងចាំតាមដានមើលទាំងអស់គ្នាទៀតតើព្រឹត្តិការណ៍របស់ថៃហ្នឹងម្ដងថ្ងៃនេះវា11ថ្ងៃហើយអញ្ចឹងយើងតាមដានមើលទាំងអស់គ្នាតើថ្ងៃហ្នឹងវាមានហេតុការណ៍កើតឡើងហើយតើប្រទេសណាទៀតដែលចេញសេចក្តីថ្លែងការណ៍ឥឡូវនេះឥណ្ឌាចេញមកមួយទៀតហើយគឺចង់ឲ្យយើងហ្នឹងឈប់បាញ់ឲ្យលឿនជាមួយនឹងថៃប៉ុន្តែថៃវានៅតែបាញ់អញ្ចឹងយើងគ្មានហេតុផលអីដែលថាមិនតបតទេឬក៏បើសិនតែថៃមិនបាញ់កម្ពុជាក៏គ្មានហេតុផលអីត្រូវបាញ់ទៅថៃវិញដែរហ្នឹងហើយអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនគ្នាយើងចុងក្រោយជូនពរឲ្យវិរៈកងទ័ពរបស់យើងសុវត្ថិភាពហើយមានជោគមានជ័យហើយជូនពរឲ្យបងប្អូនភេសកសូមឲ្យជៀសឆ្ងាយពីជំងឺផ្សេងៗដើម្បីយើងឆ្លងកាត់នៅកលៈទេសៈដ៏លំបាកមួយនេះហើយនឹងឆាប់បានត្រឡប់ទៅផ្ទះវិញហ្នឹងហើយអរគុណកម្ពុជាដោយការសន្តិភាព